จักមានបំណងចាស់បញ្ញាក្លឹមអលង្ការគឺខន្តីក្លឹមតាមានទ្រព្យគឺធ្វើទានកាយចាមានសាងក្លឹមតាជីវិតជនរកត្រីកំភ្លឺខែដីដោយគុណធម៌ចាសូមអនុមោទ
ស្រីទាំងអស់នឹងត្រង់កន្លែងដែលការខ្វះខាតបត់បាតមិនស្អាតត្រង់កន្លែងណាក៏សូមញាតិញោមមេត្តានិងខន្តីអភ័យនិងអត់ទោសអាត្មាផងរោគាចេវន្តរាយាឧបណ្ណាជាឧបត្ថវីរោទាំងឡាយទាំងពួងក៏សូមឲ្យបរិវាជៀសចេញឆ្ងាយចាប់ពីពេលនេះតរៀងទៅថ្ងៃនេះត្រូវជាថ្ងៃ11រោចខែមករា10រោចខែមករាសប្តាហ៍ស័កពុទ្ធសករាជ2559នៅក្នុងវេលាឱកាសដល់ប្រជាជាទីមនោរម្យបានស្មារតីបានមកទីនេះក៏ដើម្បីចែករំលែកនៅព្រះធម៌ទេសនាជូនចំពោះអ្នកផ្ដាំបុណ្យនិងសត្វជាម្ដាយនេះអញ្ចឹងមានអ្នកជាកូនជាចៅដែលមានទុក្ខដែលអ្នកម្ដាយជាទីស្រឡាញ់បានលាចាកលោកនេះទៅទាំងកូនប្រសាទាំងកូនស្រីមានរាយនាមដូចខាងក្រោមនេះអញ្ចឹងអ្នកស្រីសានមុំបាទអ្នកស្រីសានមុំមួយណាដែរនោះយកមានសាប់ជាងគេអញ្ចឹងណានឹងស្វាមីសុកខឿនសុកខឿនចាខ្ញុំណាសុកខឿនចាំបានមកជួបគ្នាដែរហើយនឹងព្រមរៀបបុត្រនឹងកូនចៅហើយនឹងលោកផុតផាបាទណាផុតផាហ្នឹងហើយមកអាត្មាស្គាល់ផងគំលាក់មកពេកណាញោមនឹងភារយានឹងសឿមចម្រើនសឿមចម្រើនអញ្ចឹងណាញោមតើបីចៅប្រាំទាំងបត់នឹងនាងថាច្រាប់អញ្ចឹងញោមណានឹងស្វាមីហើយនឹងនាងផុតនឿនហ្នឹងហើយផុតនឿនផុតនឿនណាញោមណាហ្នឹងហើយណាផុតនឿនអាថាទៅមើលមុខទិញនឹងស្វាមីនឹងបុត្រនឹងលោកភុនចិនណាញោមនៅក្រោយនឹងភរិយាព្រមទាំងបុត្រដែរនឹងនាងហងរចនាខាងរចនាមកលើមកពេញដែរអមរចនានឹងស្វាមីមានទុកជាទម្ងន់ណាអ្នកម្ដាយជាទីស្រឡាញ់បានផុតរលត់អំពីលោកីនេះទៅមានការសិក្សាថ្ងៃនេះបានញាតិញោមនិងមានសិក្សានិស្សិតជាបានមកជួយចូលរួមក្នុងការដង្ហែលោកយាយឈឹងណាចហើយនឹងញាតិញោមទាំងលោកយាយចៅតាដែលពេលទន្លេទាំងបានមកស្ដាប់ធម៌នៅក្នុងវិរិយអាកាសនេះផងដែរហើយព្រមទាំងអាត្មាភាពថ្ងៃនេះបានសម្ដែងពធជួបញាតិញោមជាពុទ្ធបរិស័ទដើម្បីគឺជាសតិសម្បជញ្ញៈការដាក់ទឿនក្រារំលឹកនៅចិត្តការគិតរបស់យើងគឺជាចេតនាបុណ្យជាបបហេតុនៃបុណ្យនិងការស្ដាប់ពធគឺជាការបំណងល្អដើម្បីការអប់រំប្រទុំចិត្តរបស់យើងនឹងឈានទៅរកទិសដៅនៅគោលដៅអប់រំផុតអំពីសេចក្តីទុក្ខនឹងអញ្ចឹងអាត្មាភាពក៏លើកអំពីបញ្ហាមិនវែងឆ្ងាយទាក់ទងនឹងធម៌ដតីក្រៅអំពីបនស័ព្ទទេហើយថ្ងៃនេះក៏បានរៀបទំនុកសេចក្តីនឹងធម៌ឲ្យបានអធិប្បាយឲ្យច្រើនក៏ដែរដោយសារតែគ្រូអាចារ្យទៅមិនប្រាដែរអញ្ចឹងធម៌ខ្លីអីញាតិញោមកំខឹងណាអញ្ចឹងបើអត់ខឹងសូមអនុមោទនានឹងទៅញាតិញោមអត់ខឹងណាអាត្មាសម្ដែងទៅ2នាទីខឹងអត់ហ្នឹងហើយសិតអ្នកអត់ខឹងហើយអាត្មាក៏ទុកចិត្តដែរញោមណាហ្នឹងហើយសិតអ្នកស្គាល់គ្នាដែរហ្នឹងញាតិញោមក៏ស្គាល់អាត្មាស្គាល់ញោមណានឹងសិតអាត្មាទៅឆានបាយញោមគ្រប់គ្នាតាហ្នឹងអញ្ចឹង
cứ sự đây tốt dừng dây bị tốt bị slap lấy mà lên bị chừng hiên khơi chợ đai đời bị ca ngày mình đồ chỉ ca priệt liệt nè tam phật tử cru cha đang hai còn ta mà nó trong mình chia mình tham cái lục dây nhật vô na còn đằng nằm bay cột lư phải cho hai ấy bản biên bon sọc miền cái slap đang hai ấy bản priệt liệt ta phải miền nu là hai ấy khi mà 300 miền này là hai ấy miền bờ sông ấy màu là hai nâng 300 đằng hai chân ấy ta bổ ra là ca cha lỗ miền một non ấy nằm bay ao nhiệt vô Phật bò sát tương lai nước cái cha na ca priệt liệt ní kịp sao nhiệt nhôm đâu lô priệt thiệp đâu chỉ cho ăn bao giờ chân vì vô ở sang xa cào vơ slap priệt ba đôi chỉ dân đằng hai sọc ở bao lục ở ba ca chân này chân vợ chồng với những priệt ba đôi chịu về vô ở sang xa chân dân slap cao ngày chồng này chạy liền những priệt ba đôi chỉ cho ăn rồi bao giờ chân mình đăng thà cho ăn ở bao dương và sân chừng mơ khơi bộ viên nơi là o nó mình đăng và hai chiếc cầm bạc đúng không còn ta về chia rồi lia cái bạc từ vinh chân tới chấn bán chỉ lúc ao dương nó bị trà na bị liệt nâng thà rồi riêng cài cho ăn rồi bao dương nó bị cao làm chẳng ai bán chỉ miếng đồng năng để bu đôi chụp cần chắc bu một lần chẳng ạ bu một lần nó cứ bu rồi hô cả bàn đây bồ tha miền ca chuột chụp vẽ đòi phát để câu tế bù là hồ tây ấy của ban bay kha nó còn o đây ban per ngày nó từ giờ o mà thế và ta ca chuột chụp vẽ bằng lục dơ mà hàng kịch phật miền câu miền quân to tên chân tây cầm đó nó nhìn nhung cầm đó là ban bu miền tận đẹp bu thằng tây ban a rồi lót một pi sực đây tột ban trắc chi một ban chân đồng lại nhẹ bụng nâng cứ miền đây chân vì ở sang xa để dơ cá slap nâng còn ta nhận nhôm nâng bàn vô còn bàn slap thô còn bàn slap thô đâu vô là bị đàm hai pi sờ máy pi đem nhận nhôm bằng miền thô vô là pi đâm rồi lọt pi cao pi slap từ bên nâng miền sờ máy pi đem bàn thì còn cốt cao làm nâng rồi cốt cao làm nâng đảm bay phải vô nhận vô còn oi mình tục sao ốc u nâng nông chất còn ta nhận vô của mình bạn để xây phục đai và chân đặt mà đôi chỉ lượt rương đen cô tầm mây kê xa cô tầm mây nhóm nèng nâng có ba chất na còn ta thì muốn nâng ở miền thua để dây thua chân thế mình ca phải cha ở na thế đăng thật sạch lốt ca rồi lốt đăng thế sồn xong mà nước sầm mây nóng á ban chỉព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងទៅនាងជួងក៏ថ្ងៃហ្នឹងនាងនឹងក៏មានភរិយាមានអីហើយចឹងទៅក៏បានកូននឹង2ខែ2ឆ្នាំកូននឹង2ឆ្នាំក៏ស្លាប់បាត់ទៅប៉ុន្តែស្រឡាញ់កូននឹងណាមានតែកូននឹងជាទីស្រឡាញ់គេថាទេនាងអើយកូននាងឯងនឹងស្លាប់ហើយនាងឯងយកព្រាតបូជាគាត់នឹងក៏ប្រកែកថាគេឈួតរហូតទៅដល់ជេរគេទៀតថ្ងៃថាកូនគាត់មិនស្លាប់ទេកូនគាត់នៅរស់ទេអ្នកណាដែលទាញកូនគាត់ជេរគាត់វាយទៀតដោយសារគាត់អត់យល់អញ្ចឹងញាតិញោមបាទគាត់យកកូនគាត់ទៅរកគ្រូប៉ាប៉ាំងចវ័នរកបណ្ឌិតរកកម្មពូកែណាដើម្បីឲ្យមើលកូនគាត់នឹងថាអស់អីក៏អស់ទៅប៉ុន្តែនាងគេសាកូនតែមិននឹងនាងមិនយល់ទៅដល់ពើណាដល់ប៉ាំងចវ័នណាក៏គេដេញមកវិញដែរគេថាមានឆ្នាំណាអាចមើលមនុស្សស្លាប់ហើយរស់ឡើងវិញបានទេឧបនិស្ស័យអញ្ចឹងញាតិញោមនាងហ្នឹងដល់ទៅដល់ផ្ទះយាយចាស់ជាដូនចាស់ម្នាក់ហ្នឹងក៏ជាដូនចាស់ហ្នឹងក៏ប្រាប់គាត់អាសាទៅវត្តហ្នឹងស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធវិជ្ជាមណ្ឌលនៃកម្មដ្ឋានគាត់ក៏ដើរទៅរោងហ្នឹងអញ្ចឹងទៅបានជាដូនចាស់ជាលោកយាយហ្នឹងប្រាប់ថាតទេនាងឯងសាយកកូននឹងឲ្យប្រពុតមើលក៏លោកប្រពុតនឹងមើលមានវិធីសាស្ត្រមានបារមីពងពោះមានមហិទ្ធិឫទ្ធិជប់ឲ្យកូននាងឯងនឹងរស់ឡើងវិញដល់ពេលអញ្ចឹងទៅនាងនឹងក៏លឺបាសិកាជាយាយនឹងជីដូននឹងនិយាយអញ្ចឹងទៅសប្បាយចិត្តណាស់ញូបើរត់បែកយកខ្លាបើទោះបីហត់យ៉ាងណាដល់តែមិនឲ្យកូនអញនឹងរស់ឡើងវិញព្រោះកូនអញនឹងជាទីស្រឡាញ់នេះអញណាបើដល់ពេលអញ្ចឹងទៅរត់ទៅដល់កន្លែងវិជ្ជាមណ្ឌលនៃប្រពុតហើយជាកម្មដ្ឋានរបស់ប្រពុតហើយនាងនឹងក៏សូមឈ្មោះយាយហ្នឹងហើយឈ្មោះចាស់ដែលស្ដាប់ធម៌ហ្នឹងពុទ្ធបរិស័ទនឹងសូមឈ្មោះអញ្ចឹងទៅដល់កន្លែងមុខព្រះអង្គក៏ថ្វាយគុំព្រះអង្គថា
mình niệm kê sa tầm mây kê sa cô tầm mây cho niệm miền rừng ấy gọt dùng phong này phong bỏ bất bỏ ông đó chừng ra xong bỏ ông trôi con tu rừng cùng phong còn rừng tu bằng cúng bàn sạp bàn sạp bạc tới hai xong bỏ ông chụp vào con tu bằng cúng nó ruột làm bình phong bỏ ông còn tại này chất bỏ niệm ốc uống na niệm bỏ ông mình anh là dây thua ở niệm trôi từ chiếc bàn tê niệm mình đắp thua bỏ ông tê sạp tập bên chân tới bàn ông miền được thi sạp bỏ ông tham niệm niệm ở lấy bờ sông chỉ ao con được bằng niệm ao hạt má vừa ruột làm vĩnh lục traแต่niệm ruột lừng ngô từ giờ lừng ngô nó là bàn được cái đáp tháng mình ấy bỏ ông lừng ngô nó tôi một con sọc rơ thếแต่ta mình tính khi bây giờ tiền nó bàn hơi còn ta niệm cũng lấy chứ lừng ngô nó rơ tiền để na đây một bên là đủ slap chỗ niệm giờ mau niệm nó tôi ruột từ đào xong tiệc kê mà tiệc nó là lục dây ơi lượt đây xong tiệc nó thật nhóm xong lừng ngô đào là bên chân tới có tháng lừng ngô nhóm trà nè ao tại cô nè ai luôn xong tha ao mà bay ao mà lợi có trong ao đây còn tay nè nâng đào bên chân tới có su tha cho lừng ngô nâng tiền nâng mình nè slap đây thở ô nhóm tầm slap khai môn ta nhóm tầm slap ngày môn rồi ta đo tiệp xây tên cái tháng tôn trong cái tâm slap so mình nhiều mai đào bên chân mà ngày mà cái nạt ấy cho đó là nghe phải chỉ smart nữa à bàn smart không pì đó nó nhiều đó ngày smart nó đọc bên chân tới rồi qua rồi tới cái lạnh mà chuyện làm đôi đi cầm than bọc cái smart sao có ấm của cô sầm đại thua đó đọc bên chân tới niên nó phải vô thà áo mà đủ dơ nè đại ca mọc hơi tay rồi lót từ vĩnh cho đừng thò mà đa chẳng cần chạy từ một thời gian thò mang sạp còn tăng là riêng thò mang ở vây đại ca làm hai về tay từ miền tốt về tay từ miền sốc chẳng lục tra tai về rồi lột từ bên từ bàn nơi sự đầy sốc thuộc dạng tôi tai lục tai rồi lột từ bên từ bàn nơi sự đầy sốc thuộc dạng miền đây tha mình qua khoai nè ông pi câu ông pi trai tôi bay nét đại nơi luôn á cột tuôn dung sao bọc luôn rọt trâu rọt cuốn cái lai ná nó còn bàn đây tục sao nâng hay đào cà phê chân tới to bà ông sầm đai thua ở niềng do lòng pi sẽ cái đầy tốt cao hai về tay slap của mình hai còn tay nhận nhôm nơi sớm nó ở miền tuần do lòng pi tốt pi cao slap bên tê và đào phê chân bà ông sầm đai thua đào niềng kê sa cô tầm mây chân tới niềng nắng có ban sầm đai cái đào hòn mũi khả năng chặt một lần nhiều mơ ở bạn để say của nát trồng rong thì dân chưa bật thoát chân nhiệt nhôm chụp vật thabo để sát tương lai mà nụ dương ca mò lơ vót sang xa ní nó ca hơi slap bạn để say bon và trai này ca tạt tai ác bị chia pa chỉ ra sang kha tương lai ca mò pi ác bị chia lúc tra tại ác bị chia tương lai nó vì rồi lọt tới từ sang kha nó bị ọt miệt ca tạt tai chia bị trai ở vay thì tê ai dẹt tận nát ngô pa tiên phô sát nó lúc ra tay rồi lọt tới hai ọt miệt bị trai ở vay tạt tai mò thì tê mình biết là vay tạt tay nâng hai bàn chỉ lớp ở một tháng và đấy được để tiền luôn mình chân mình miền tốt mình miền sau mình biết là vay nâng ca tạt tay đặt rực cua ở hai nâng ai cứ ban sầm rạch được cua được thua lên cao lên vơi thì hai nhận nhôm còn ta dương chưa bật thổi chôn tên nhận nhôm cái đây tiền hạt mà cái đây cứ sắp tận niệm cho bạn để câu từng o và cứ sắp tay chuyển niệm đá cao slap bình o còn tay ở bạn để say bỏ dương cục ly nhận nhôm bàn phở bon bàn sập thua bàn ảo tiên trang dương hạt má qua từ rừng rừng đây của phốt chung cao tới cả bàn ác nổ vót nâng cả bàn chấm ra nơi vật thua ở vô đang làm phi vật thua tịch tu chẳng ở bạn này sai ca ao tiên của bọn dương có chia tiên là ba mấy đây ca ao tiên ca phở bon ca một sập thua chẳng có sắp triệu phở lõ ông phở chịu sao có cả hai mình bọn đây một sập thua một chui kia từ bên từ một đặt nia miền tốc về từ nia nhân nhôm chụp phật tập bò đi sát tầng lai ở má xong lương để tiên rừng pan hà mũi tít đóng bay ở nhôm cam vật lư lam và còn tái vật thua rừng rào lích ở má lương tăng phi so là nhôm từ môn hai còn tái ở má trong mình chia bằng tham đập bay nhiệt nhôm ở lư rừng đài ngày muối mình nộp còn biên tốc đôi kia đài sa ta ngày muối nó mình nộp cho cốt rót tới cả lái kia sama sampot được nông qua chơi tập phun nơi tên nó cứ cốt rót tập bay cùng kia sama sampot hơi thà bỏ phân và ăn đo chừng ra
សូមព្រះអង្គជួយឪពុកទូលព្រះបង្គំផងឥឡូវគាត់បានស្លាប់ចាក់ទូលព្រះបង្គំហើយសូមឲ្យព្រះអង្គជួយយកព្រលឹងរបស់ឪពុកទូលព្រះបង្គំឲ្យឡើងទៅឋានសួគ៌ផងព្រះអង្គទូលព្រះបង្គំចង់ឲ្យគាត់នឹងឡើងទៅឋានសួគ៌ណាស់ទូលបង្គំមិនចង់ឲ្យគាត់ចុះនរកទេមិនចង់ឲ្យគាត់នៅវេទនាដោយសារតែទូលបង្គំជាកូននេះទេដល់ពេលអញ្ចឹងទៅព្រះអង្គក៏ប្រមាថមើលឧបនិស្ស័យចិត្តតោកតាំងញាណដាក់ចិត្តរបស់អ្នកដតីចម្ងាយមួយយោជញោមបើក៏ចូលមកដល់ចិត្តហើយថាញោមចង់ស្ដាប់ធម៌អីមានបំណងអីមកហ្នឹងហើយព្រះអង្គត្រូវតែសម្ដែងធម៌អីដើម្បីឲ្យគាត់យល់បានសម្រេចធម៌ដូចជាប៉ាត់អញ្ចឹងញោមយើងចូលទៅប៉ាត់ពិនិត្យមើលសិនហើយទៅទូយើងសិនថាអើលោកអ៊ំតើលោកអ៊ំមកហ្នឹងលោកអ៊ំឈឺអីយើងជាអ្នកជំងឺនឹងប្រាប់ថាខ្ញុំនេះគឺក្បាលសូមឲ្យប៉ាត់ជួយឲ្យថ្នាំឬក៏មានថ្នាំណាពិសេសឲ្យខ្ញុំនឹងលេបញ្ញាបត្រយ៉ាងណាមិញព្រះសម្មាសម្ពុទ្ធក៏ដូចនោះដែរព្រះអង្គបានលឺចិត្តរបស់អ្នកដទៃព្រះអង្គដឹងចិត្តរបស់អ្នកដទៃហើយបានព្រះអង្គសម្ដែងធម៌ប៉ុន្តែអ្នកខ្លះគាត់បានសម្រេចការសមាធិគាត់ខ្លះនឹងបានសម្រេចក៏ហៅថាគាត់មានបញ្ញាពុទ្ធិគាត់យល់ដឹងហើយព្រះអង្គសម្ដែងធម៌អ្វីជាការប្រាជ្ញាដើម្បីឲ្យគាត់បានយល់ធម៌អ្នកខ្លះមានទោសចរិតមានទោសចរិតការខឹងក្រោធនឹងខ្លាំងព្រះអង្គសម្ដែងអំពីទោសៈអំពីមោហៈអំពីលោភៈព្រះអង្គសម្ដែងទៅអ្នកនោះបានសម្រេចញាតិញោមជាពុទ្ធបរិស័ទទាំងឡាយចំណែកឯមនុស្សដែលកំពុងតែស្ដាប់ព្រះអង្គនិយាយអំពីហេតុផលចលងអញ្ចឹងទៅព្រះអង្គក៏ប្រើថាអោមនុស្សបុលមនុស្សជាទីស្រឡាញ់នៃឪរបស់មនុស្សបៃតារបស់មនុស្សចូលទៅទិញឆ្នាំដីឲ្យអាត្មាបាន2បានទេមនុស្សឲ្យតថាគតបាន2បានទេមនុស្សក៏ឆ្លើយថាបបិទ្ធព្រះអង្គឆ្នាំដីទូបង្គំអាចទិញបានចេះខ្វះទេនៅតាមទីផ្សារនៅស្រុកពិសេសជាងគេនៅចិត្តផ្ទះទូលព្រះបង្គំមានលក្ខមានអ្នកលោកឆ្នាំដីនឹងច្រើនណាស់បានស្រាប់តែពេលនោះក៏ព្រះអង្គឲ្យមនុស្សនឹងទៅទិញឆ្នាំដីមក2មនុស្សស្រាប់ទៅមកកើតក៏បានឆ្នាំដីមក2ណាញោមបានឆ្នាំដីមក2អាក្អមយើងហ្នឹងណាបើដល់ពេលអញ្ចឹងមកដល់ហើយក៏គាត់ថ្វាយអង្គមព្រះអង្គហើយក៏រកកន្លែងអង្គុយដល់ស្រួលប្រកួតសម្រាប់តែពេលនោះព្រះអង្គថាមនុស្សឥឡូវអ្នកអាចទិញក្អមដីបាន2ហើយមិនទេគាត់គេឆ្លើយថាបបិទ្ធព្រះអង្គទូលព្រះបង្គំទិញឆ្នាំដីបាន2ហើយតើឲ្យទូលបង្គំធ្វើយ៉ាងម៉េចទៀតឲ្យមនុស្សយកឆ្នាំទី1នឹងដាក់ថ្មដាក់គ្រូឲ្យពេញណាហើយឆ្នាំទី2នឹងក្អមទី2នឹងមនុស្សត្រូវដាក់ខ្លាញ់ឲ្យពេញហើយចងមាត់មុខវាជាប់ទម្លាក់ចូលក្នុងទឹកស្រាប់តែពេលនោះចឹងទៅក៏មនុស្សនឹងធ្វើតាមព្រះសម្មាសម្ពុទ្ធក៏គាត់យកឆ្នាំដីទាំងពីរនឹងដាក់គ្រូដាក់ខ្លាញ់ហើយទម្លាក់ចូលក្នុងទឹកដែលនៅចិត្តវត្តសាវត្ថីនឹងក្រុងសាវត្ថីនឹងវត្តចេតពុននឹងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយស្រាប់តែពេលនោះក៏គាត់រត់មកទៀតក៏ថាបបិទ្ធព្រះអង្គតើឲ្យទូលបង្គំធ្វើយ៉ាងម៉េចទៀតទូលបង្គំយកឆ្នាំដីទាំងពីរនឹងទម្លាក់ចូលទឹកហើយស្រាប់តែពេលនោះញាតិញោមជាពុទ្ធបរិស័ទព្រះអង្គថាមនាលមនុស្សបើមនុស្សយកឆ្នាំដីទាំងពីរទម្លាក់ចូលក្នុងទឹកហើយមនុស្សសុំយកកនួនដ៏ល្អទៅវាយថ្មទៅវាយឆ្នាំដីទាំងពីរនោះបាយឆ្នាំដីទាំងពីរនោះឲ្យបែកតើតថាគាត់ចាំមើលតើឆ្នាំដីនោះវាយ៉ាងម៉េចខ្លះវាប្រែប្រួលយ៉ាងម៉េចបានជាគាត់យល់គាត់ថាសាសនាគេណាបូនៅក្នុងសាសនាគេនៅទីនេះសាសនាច្រើនញោមគាត់ថាសាសនាគេកាលណាគេវាយឆ្នាំគេវាយរលាក្បាលម៉ែគេនឹងព្រៀបបានដូចជាគេព្រះគេនឹងយកទៅឡើងទៅឋានសួគ៌ប្រពុតធ្វើអញ្ចឹងដូចម្យ៉ាងដែរខ្ញុំខំវាយឲ្យបែកជាគាត់វាយក្អមដីទាំងពីរនឹងបែកអស់ញោមហើយដល់ពេលអញ្ចឹងទៅព្រះអង្គក៏សួរមកវិញព្រះអង្គក៏សួរថាយ៉ាងម៉េចហើយមនុស្សតើឆ្នាំដីដែលអ្នកវាយនោះអាការៈយ៉ាងម៉េចលក្ខណៈយ៉ាងម៉េចអ្នកអាចពិពណ៌នាអត្ថាធិប្បាយឲ្យតថាគតស្ដាប់បន្តិចបានទេគាត់នឹងតថាបបិទ្ធព្រះអង្គទូលព្រះបង្គំអាចអត្ថាធិប្បាយអាចពយល់ព្រះអង្គបានព្រះអង្គសាកសួរទៅមនុស្សទៀតថាមនុស្សចុះថ្មដែលអ្នកវាយឆ្នាំដីថ្មដែលអ្នកវាយបាយហើយហ្នឹងវាទៅយ៉ាងម៉េចបបិទ្ធព្រះអង្គឆ្នាំដីថ្មដាក់ក្នុងថ្មហ្នឹងយកថ្មដាក់ក្នុងដីហ្នឹងបាយទៅវាលិចទៅក្រោមហើយជួបអាឆ្នាំដីទី2ហ្នឹងដាក់ខ្លាំងហ្នឹងតើវាយបាយហើយវាយ៉ាងម៉េចមនុស្សព្រះអង្គតើកាលណាធម្មតាខ្លាំងកាលណាវាយបាយហើយ
វាតែឡើងទៅលើទឹកហើយវាយ៉ាងដូចក្នុងឯងព្រះអង្គថាមនុស្សហើយមនុស្សយល់ធម៌ច្បាស់ជាងតថាគតទៅទៀតមនុស្សនឹងហើយជារឿងសភាវៈរបស់លោកតថាគតមិនអាចលីបលឹងរបស់ឪពុករបស់អ្នកឡើងឋានសួគ៌បានទេលោកត្រាតែអ្នកនោះគាត់ធ្វើបុណ្យដោយខ្លួនឯងបានតថាគតបានជាគាត់ឡើងទៅឋានទូឡើងទៅឋានទេវលោកឋានព្រំបើគាត់អត់នៅជាមនុស្សលោកគាត់ធ្វើតែអំពើបាបកម្មតើគាត់ឡើងទៅឋានទូតថាយកគាត់តថាគតនឹងយកគាត់ដាក់ទៅឋានទូយ៉ាងម៉េចមនុស្សមិនបានទេតថាគតមិនគ្មានវិធីសាស្ត្រអាចយកគាត់បានទេលោកត្រាតែបុគ្គលនោះអាចទទួលអាចជាទីពឹងរបស់ខ្លួនឯងចឹងអាចជាទីពឹងរបស់ខ្លួនឯងទោះបីមានកូនមានប្រពន្ធមានម្ដាយមានថៅគុំក៏មិនអាចទីពឹងយើងទៅបរិលោបានហើយមានតែខ្លួនឯងជាទីពឹងខ្លួនឯងរឿងទីពឹងនឹងញាតិញោមជាពុទ្ធបរិស័ទទីពឹងខាងក្រៅដូចជាការជួយកិច្ចការងារពីខាងក្រៅនឹងអានឹងបានជួយកិច្ចការងារពីក្រៅនឹងបានដូចជាលុយកាក់មាសប្រាក់នឹងអាចជួយបានកិច្ចការខាងក្រៅប៉ុន្តែអត់ទៅបរិលោទៅភពខាងនេះនោះមិនគ្មានបុគ្គលណាមិនគ្មានម្ដាយមិនគ្មានឪពុកញាតិថៅកូនជួយយើងឲ្យទៅឋានល្អទៅភពល្អបានទេញាតិញោមជាពុទ្ធបរិស័ទទាំងឡាយឥឡូវអាត្មាសូមបញ្យល់ញាតិញោមត្រង់កន្លែងភពនេះបន្តិចដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងឡាយហ្នឹងបានយល់ពីភពអ្នកខ្លះហ្នឹងគាត់យល់ថាទេមនុស្សយើងស្លាប់ទៅហើយហ្នឹងអត់មានកើតអ្វីទេស្លាប់ទៅវិញហើយហ្នឹងសូន្យហើយអត់មានអ្វីទេអត់មានភពអត់មានកើតទេវតាកើតទៅព្រមប្រអិនបានទេញាតិញោមជាពុទ្ធបរិស័ទទាំងឡាយវិជាសាស្ត្រសពថ្ងៃហ្នឹងគឺកំពុងតែស្វែងរកស្វែងរកទៅតាមរូបមន្តគីមីវិទ្យារូបវិទ្យាគណិតវិទ្យាហ្នឹងគេរកភពឃើញច្រើនណាស់ញាតិញោមមានទៅភពប្រចាំភពភពអីហ្នឹងភពច្រើនណាស់ដែលគេរកឃើញប៉ុន្តែគេដាក់ឲ្យការសិក្សានៅក្នុងមេរៀននៃសាលាហ្នឹងមានតែភព8ទេមានតែភព8ទេប៉ុន្តែភពនៅក្នុងសាសនានេះញាតិញោមគឺជាការឋានគឺជាឋានប្រព្រំឋានសួរជាដើមអញ្ចឹងទៅហ្នឹងអាត្មាយល់កន្លែងហ្នឹងអាត្មាយល់ខ្លួនឯងហ្នឹងញោមបើមិនបានជាពុទ្ធសម្ដែងទេប៉ុន្តែកន្លែងនេះការឋាននេះគឺអាត្មាប្រៀបធៀបនឹងវិជាសាស្ត្រគឺការយល់ខ្លួនឯងញោមយល់ច្រឡំកន្លែងហ្នឹងញាតិញោមចពុទ្ធបរិស័ទទាំងឡាយដោយអំណាចនៃការបង្ហាញនៃទ្រឹស្ដីនៃអាវាតនៃព្រះពុទ្ធសាសនាបានពន្យល់រាយរាប់ប្រាប់មនុស្សនោះហើយមនុស្សនឹងក៏សប្បាយចិត្តថាឪពុករបស់ទូបង្គំគាត់ជាអ្នកបានធ្វើបុណ្យគាត់ជាអ្នកបានធ្វើអំពើល្អនៅមនុស្សលោកអញ្ចឹងប្រហែលជាគាត់តាមតែការស្មានបានតែកើតទៅកន្លែងមនុស្សល្អទៅកន្លែងសពរៈទៅកន្លែងសពរៈអញ្ចឹងញាតិញោមចពុទ្ធបរិស័ទទាំងឡាយយើងមិនអាចជូនពលឹងគាត់មិនអាចជូនឲ្យគាត់នឹងឡើងទៅឋានទេវតាទៅឋានលោកបានទេបើគាត់មិនបានធ្វើបុណ្យដោយខ្លួនឯងឥឡូវឧទាហរណ៍មួយថាមានអ្នកណាម្នាក់គាត់មិនដែលធ្វើបុណ្យទេនៅមនុស្សលោកប៉ុន្តែគាត់ចង់ឡើងទៅឋានទូឡើងទៅបានញាតិញោមលុត្រាតែបុគ្គលនោះឧបាសកឧបាសិកានោះគាត់ធ្វើបុណ្យដោយខ្លួនឯងបានឡើងទៅឋានទេវលោកបានអញ្ចឹងដោយព្រះពុទ្ធដីកាព្រះអង្គសម្ដែងថាសាពាតិសាអនុបរិគៈចេតនានេវច្គាបយៈតរមត្តនាក្វៈចេអេវំបយោវត្ថុអត្តាបរិសੰតស្មានហិង្សេបរំអត្តកាមោបុគ្គលមានចិត្តរំពឹងគិតសពទិសរមាញ់រកមើលឃើញនៅបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយទេបុគ្គលគឺខ្លួនឯងគឺជាទីពឹងរបស់ខ្លួនឯងមិនគ្មានបុគ្គលឯណាមិនគ្មានអ្នកណាមួយអាចជាទីពឹងរបស់យើងបានឡើយអញ្ចឹងបើយើងសម្លឹងមើលក្នុងគាថានេះឃើញថាព្រះពុទ្ធព្រះអង្គបានសម្ដែងផ្ដោតទៅលើយើងគ្រប់គ្នានឹងឲ្យចេះជួយខ្លួនឯងឲ្យចេះជួយនៅការខ្លួនឯងមិនគ្មានអ្នកដតីមិនគ្មានកូនមិនគ្មានចៅណាយកយើងទៅដាក់ឋានសួគ៌លីយើងទៅដាក់ឋានសួគ៌បានឡើយអញ្ចឹងនៃប្រធម៌ញាតិញោមទៅពុទ្ធបរិស័ទទាំងឡាយអាត្មាលើកយកបញ្ហាមកបណ្ឌិតក៏ឃើញថាជាកន្លះម៉ោងទៅហើយទៅនឹងបញ្យលទៅដល់ញាតិញោមជាពុទ្ធបរិស័ទបន្ថែមទៀតអាត្មាគិតថាញាតិញោមជាពុទ្ធបរិស័ទទាំងឡាយគឺជាអ្នកស្ដាប់ធម៌ច្រើនហើយ
chẳng vô làm pi bật thua hai đằng pi bật thua hai có con cái ở ma được nông ngày nít có chia đồng rơi trơn cam được pi bỏ dương nâng cả đặt tệ sang pan tệ sang pan nhẹ bỏ nhẹ nhiều nó ở lư kha nơi nôngประពុទ្ធសាសនាតើประពុទ្ធសាសនាសំដែងការអប់រំសំដែងអំពីហេតុផលត្រឹមត្រូវដែរទេតើประពុទ្ធសាសនាបានពយល់មនុស្សរបៀបណាអញ្ចឹងព្រះអង្គថាសូមឲ្យសត្វទាំងឡាយមនុស្សទាំងឡាយនឹងកុំធ្វើបាបបិទបិនគ្នាទៅការជាមនុស្សនឹងមិនត្រូវបិទបិនគ្នាទេមិនត្រូវនឹងសាងអំពើអាក្រក់ឡើយមិនត្រូវធ្វើបាបអ្នកដទៃឡើយដែលខ្លួនឯងធំជាងគេដែលខ្លួនឯងមានអំណាចជាងគេមិនត្រូវធ្វើបាបគេទេមិនត្រូវធ្វើបាបអ្នកទន់ខ្សោយឡើយអញ្ចឹងញាតិញោមជាពុទ្ធបរិស័ទបើយើងអ្នកមានកម្លាំងយើងជាឪពុកគេយើងជាម្ដាយគេបែរជាទៅវាយកូនធ្វើបាបកូនឲ្យកូនតូចអាហ្នឹងវាមិនកូននឹងមិនមានកម្លាំងយ៉ាងណាអញ្ចឹងបញ្ហាទាំងអស់នេះក៏យ៉ាងដែរព្រះពុទ្ធសាសនាព្រះអង្គបានផ្ដោតសារៈសំខាន់ណាស់ចំពោះអ្នកដែលធំមិនគូណាមកបិទបិនមកធ្វើបាបយើងគ្រប់គ្នានោះទេមិនឲ្យបិទបិនទេអញ្ចឹងព្រះពុទ្ធសាសនាព្រះអង្គផ្ដោតទៅលើបញ្ហាហ្នឹងច្បាស់ណាស់មនុស្សទាំងឡាយកើតមកហើយត្រូវសាងនៅអំពើល្អជួយគ្នាទៅវិញទៅមកស្គាល់គ្នាទៅវិញទៅមកអាត្មាចង់បញ្ជាក់រឿងមួយទៀតដើម្បីបន្ថែមឲ្យញាតិញោមនឹងបានយល់ផងដែររឿងហ្នឹងគឺអាត្មាបានដូចជាសម្ដែងហើយញោមហ្នឹងតែមើលសាមទានញាតិញោមបន្តិចទៀតមើលគីឡូញាតិញោមហ្នឹងបានភ្ញាក់គុំចាស់រឿងហ្នឹងខ្ញុំកណាបានស្ដាប់ហើយអញ្ចឹងញោមក៏ប្រាប់សញ្ញាណាមួយទៅអាត្មាដឹងហើយនៅសម័យថ្ងៃមួយឪពុករបស់គាត់ហ្នឹងក៏ស្លាប់គាត់ឈ្មោះថាសង្ឃគលៈមនុស្សហ្នឹងហើយឈ្មោះសង្ឃគលៈមនុស្សដល់តែពេលអញ្ចឹងឪពុកចិត្តដាច់ខ្យល់ទៅឪពុកប្រាប់ថាអោកូនជាទីស្រឡាញ់របស់ឪពុកចិត្តស្លាប់ទៅហើយអញ្ចឹងសូមមានពាក្យផ្ដាំទៅកូនប្រុសស្រីទាំងអស់2-3ម៉ាត់កូនដែលរស់នៅលើផែនដីហ្នឹងបើកូនមានជីវិតទៅសូមឲ្យកូនថ្វាយអង្គមទឹកលិចទឹកកើតទឹកត្បូងទឹកជើងទឹកក្រំទឹកលើណាកូនសម្លាញ់ដល់ពេលអញ្ចឹងទៅដំណើរនៃការគាត់ដង្ហើមនៃការនិយាយរបស់គាត់ចិត្តផុតដង្ហើមទៅហើយនិយាយមិនបានច្បាស់ដោយអាត្មានិយាយទេគាត់និយាយរអាក់រអួលអញ្ចឹងទៅក៏ប៉ុន្តែកូនរបស់គាត់ទាំងឡាយស្ដាប់បានដល់តែពេលអញ្ចឹងទៅញាតិញោមគាត់ក្បាញ់ខ្យល់ផឹងស្លាប់បាត់ទៅស្រាប់តែពេលនោះកូនមិនបានយល់អំពីបញ្ហានៃទឹកលិចទឹកកើតទឹកត្បូងទឹកជើងទេស្រាប់តែការកោតឪពុកនឹងបូជាអស់ហើយអញ្ចឹងទៅក៏គាត់នឹងមុននឹងទៅធ្វើការពេលព្រឹកឡើងពីប្រឡំទៅឡើងពីប្រឡប់ទៅថ្វាយអង្គមទឹកលិចទឹកត្បូងទឹកជើងទឹកលើចរៀងរាល់ថ្ងៃពេលល្ងាចគាត់សម្រាប់ពីការងារការធ្វើការងាររបស់គាត់ហើយគាត់មកថ្វាយអង្គមទៀតហើយគាត់ថ្វាយអង្គមទឹកលិចទឹកក្រោមទឹកលើទឹកត្បូងចរៀងរាល់ថ្ងៃក៏ប៉ុន្តែថ្ងៃដែលគាត់មួយគឺជាថ្ងៃដែលគាត់មានបដិស័យគង់ពោះដ៏ដងប្រសើរណាស់បានព្រះអង្គប្រមាលមើលឃើញនៅក្នុងសំណាញ់គឺជាឧបនិស្ស័យក្នុងពុទ្ធសាសនាព្រះអង្គនិមន្តធ្វើដើរបរិបាតពេលព្រឹកញាតិញោមជាពុទ្ធបរិស័ទទាំងឡាយស្រាប់តែពេលនោះអញ្ចឹងព្រះអង្គក៏ដើរទៅជិតទៅសាកសួរថាមនុស្សមិនសង្ឃលៈមនុស្សហើយជាប់លះកំពុងធ្វើអីច្ដងនៅចិត្តទូលនោះបានជាគាត់នឹងលើកឡើងវាចាថាបបិទ្ធព្រះអង្គទូលព្រះបង្គំថ្វាយបង្គំនឹងតាមម្ដងរបស់ឪពុករបស់ទូលបង្គំបានព្រះអង្គក៏សាកសួរទៀតទៅអង្គថាមនុស្សហើយនៅក្នុងសាសនានៃពុទ្ធសាសនាអរិយបុគ្គលនេះគេមិនដែលថ្វាយបង្គំដូចអ្នកអញ្ចឹងទេគឺថ្វាយបង្គំទឹកលិចទឹកត្បូងហ្នឹងទឹកកើតតំណាងមេដាបិតាទឹកត្បូងតំណាងលោកគ្រូបាអាចារ្យទឹកលិចតំណាងមិត្តភ័ក្តិភូមិផងរបងជាមួយចំណែកទឹកខាងជើងប្រៀបបានដូចជាទឹកលិចនឹងទៅដូចជាប្រពន្ធកូនប្រពន្ធចំណែកទឹកខាងជើងទឹកប្រៀបបានដូចជាភូមិផងរបងជាមួយអញ្ចឹងទៅហើយចំណែកទឹកខាងក្រោមហ្នឹងគឺតំណាងឲ្យទាសកម្មករទឹកខាងលើតំណាងអ្នកដែលមានធម៌មានសិលនិយាយឲ្យងាយស្ដាប់ទៅដូចជាប្រសង់ជ
ជាដើមចឹងទៅសាមណៈព្រាហ្មណ៍ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយព្រះអង្គសម្ដែងបញ្ហានឹងយ៉ាងពិរោះណាស់ឲ្យចំពោះសង្ឃលៈមនុស្សដល់គាត់បានស្ដាប់ពីបញ្ហានឹងហើយគាត់យល់អំពីរឿងរ៉ាវនៃការថ្វាយបង្គំរបស់គាត់នឹងហើយទៅបើមេត្តាបិតារបស់យើងរស់យើងត្រូវតែមានការទំនុកបំរុងគាត់ទៅដូចជាលោកយាយលោកតាគាត់ចាស់ទៅហើយមានអីមានតែការធ្វើបុណ្យរបស់គាត់នឹងឲ្យគាត់ទៅធ្វើបុណ្យទៅឲ្យគាត់ស្ដាប់ធម៌ទៅឲ្យគាត់ទៅវត្តទៅវាទៅឲ្យគាត់រៀនធម៌ទៅកិច្ចការប៉ុណ្ណឹងយើងចាត់ទុកឲ្យគាត់ទៅគាត់ស្បាយចិត្តណាស់ទៅហើយបើយើងជាកូននឹងមានលុយតិចតួចនឹងជូនគាត់ទៅឲ្យបើអត់នឹងក៏អត់ទៅនិយាយពោលពាក្យវាចាបិយវាចាពីរោះពិសានឹងចំពោះជូនចំពោះអ្នកម្ដាយអ្នកឪពុករបស់យើងទៅបើយើងអត់មាននឹងក៏អត់ទៅថ្មិចបើយើងអត់មានដែរអាហ្នឹងគឺក្រាបថ្វាយបង្គំទិសខាងកើតអញ្ចឹងចំណែកឯទិសខាងត្បូងតំណាងឲ្យលោកគ្រូបាអាចារ្យលោកគ្រូនៅរស់នឹងមានអីយើងមានអីជូននឹងទៅមានទឹកតែទឹកសរោអូវ៉ាន់ទីនខារ៉ាបាវភរិជាអញ្ចឹងទៅទឹកសុទ្ធទៅអីចឹងទៅអង្គបុគ្គលនឹងជាគ្រូដ៏ល្អរបស់យើងជាគ្រូដ៏ដំដ៏ប្រសើររបស់យើងអញ្ចឹងយើងគួរតែទំនុកបំរុងដោយឋានៈអញ្ចឹងចំណែកឯទិសខាងលិចគឺសំដៅទៅលើភរិយាកូនប្រពន្ធអញ្ចឹងទៅកាលណាបើគ្នានៅរស់ជាមួយយើងជួបជុំជាមួយយើងមានតែអីការណែនាំគ្នាទៅខុសត្រូវមិនដាច់ម្ដានឹងសូមកុំវាយកុំដំគ្នាបញ្យល់គ្នាឲ្យស្គាល់ហេតុផលអញ្ចឹងទៅប្រពន្ធក៏យល់ប្តីប្តីក៏យល់ប្រពន្ធកូននឹងក៏ស្ដាប់តាមអាវាតរបស់គុំម្ដាយអញ្ចឹងទៅបើគ្នាស្លាប់ទៅវិញហើយទិសខាងកើតទិសខាងត្បូងទិសខាងជើងទិសខាងលិចស្លាប់អស់ហើយអញ្ចឹងទៅមានអីមានតែការធ្វើបុណ្យទិសវិសលអញ្ចឹងទៅចំណែកទិសខាងក្រោមបើគ្នាជាកម្មកររបស់យើងបើគ្នាមានការរវល់ការធ្វើការរបស់គ្នានឹងក៏បានចែកឋានទៅឬក៏នៅជាមួយយើងនឹងយើងគួរតែតម្លាក់ប្រាក់ខែបៀវល់ឲ្យគ្នាទៅបើគ្នាស្លាប់ទៅវិញហើយនឹងមានអីទៀតមានតែធ្វើបុណ្យទិសវិសលដូចអញ្ចឹងហ្នឹងញាតិញោមចំណែកទិសខាងលើក៏អញ្ចឹងដែរគឺតំណាងឲ្យសាមណៈព្រាហ្មណ៍បុព្វគុណអង្គម្ចាស់លោកអង្គណាមានអាពាធមានការឈឺដូចជាលោកយាយនេះធ្លាប់តែធ្វើបុណ្យជាកុសលជាមួយគ្នាអញ្ចឹងទៅមានការបាត់បង់ស្លាប់ដូចឧបាសិកាឆឹងណាចអញ្ចឹងទៅយើងមានអីយើងជាចាស់ហើយនឹងមានកម្លាំងណាធ្វើការពលកម្មបានប្រាប់បៀវន្តគេអញ្ចឹងមានតែធัวនឹងឯងក៏មានការស្ដាប់ធัวនឹងឯងមានតែមមសការនឹងឯងមកជួបជុំគ្នាអញ្ចឹងឯងអញ្ចឹងមានតែអីជូនគ្នាអញ្ចឹងទៅវិញអញ្ចឹងទៅអញ្ចឹងបញ្ហានេះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងយ៉ាងមុខមុតចំពោះនឹងមនុស្សនេះអញ្ចឹងមនុស្សនឹងក៏បាននៅគុណធម៌បានសម្រាប់ធម៌អញ្ចឹងដែរអញ្ចឹងបញ្ហានៃការសម្ដែងពធអាត្មានៅក្នុងថ្ងៃនេះក៏មិនបញ្ជាក់វែងឆ្ងាយតទៅទៀតក៏នឹកឃើញថាញាតិញោមចំពុទ្ធបរិស័ទទាំងឡាយនឹងជាអ្នកយល់ធម៌ហើយជាអ្នកបានសាកគប់សម្បរោះនឹងច្រើនហើយបានជាអ្នករាប់អានពុទ្ធសាសនានឹងច្រើនហើយដែរអញ្ចឹងការសម្ដែងពធរបស់ទូលបង្គំអង្គខ្ញុំកាលណាអាត្មាភាពក្នុងថ្ងៃនេះក៏សូមជូនប្រគុណម្ចាស់ផងហើយនឹងពិសេសជាងគេជូនទៅដល់សម្ដេចសង្ឃគ្រូសាស្ត្រជាពុទ្ធវង្សឲ្យលោកបានត្រត្រង់នៅក្នុងសាសនាហើយពិសេសជាងគេនឹងជូនញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់នៅក្នុងទីនេះផងដែរឲ្យបានសម្រេចនៅគុណធម៌ឲ្យបានទៅដល់នៅព្រះនិព្វានគ្រប់គ្នាឲ្យបានសម្រេចនៅបច្ច័យ3ញាតិញោមណាអញ្ចឹងញាតិញោមសូមអនុមោទនាការសម្ដែងពធនៃអង្គខ្ញុំបកករណាអាត្មាភាពអញ្ចឹងសួរញោមថាយល់ទេញោមអញ្ចឹងយល់ញោមណាអនុមោទនាញាតិញោមអត់យល់ដដែលហ្នឹងតិចអីអញ្ចឹងពយល់ដើម្បីឲ្យញាតិញោមយល់ដូចជាគ្រូពយល់សិស្សប៉ុន្តែអាត្មាមិនសិស្សទេមិនគ្រូទេញោមណាអាត្មានិយាយតាមពុទ្ធិការបស់ព្រះអង្គជាអ្នកសម្ដែងតែប៉ុណ្ណោះអាត្មានៅចិត្តពុទ្ធជាងយោមនៅឆ្ងាយទៀតឆ្ងាយណាស់អាត្មានៅគិលើផ្លូវរបស់នៅគិលើផ្លូវដេកលើផ្លូវព្រះសម្មាសម្ពុទ្ធអញ្ចឹងការចេះចាំធម៌ហ្នឹងវាគ្រាន់បានដែរអញ្ចឹងខុសខាតបាត់បាទមិនស្អាតសេចក្តីនៃត្រង់កន្លែងណាអាត្មាក៏ជឿជាក់និយាយលោកតាញាតិញោមជាពុទ្ធបរិស័ទទាំងអស់មិនប្រកាន់មិនអុកទុកយកកំហុសនៃអាត្មានោះទេអញ្ចឹងការសម្ដែងពធក្នុងថ្ងៃនេះក៏សូមញាតិញោមអនុមោទនាឲ្យបានគ្រប់គ្នាសូមអនុមោទនាហើយបុណ្យកុសលមួយផ្នែកនេះទៀតជូនចំពោះណាឧទ្ទិសកុសលទៅដល់លោកយាយឈឹងណាចគាត់ក៏ធ្លាប់ជាអ្នកឧបនិស្ស័យនៅក្នុងព្រះពុទ្ធសាសនាបានធ្វើបុណ្យបានស្ដាប់ធម៌នឹងច្រើនដែរហើយបុព្វការីដែលគាត់បានធ្វើបុណ្យហើយបានស្លាប់បាត់ទៅអស់នោះនៅដូចជាលោកគ្រូអាចារ្យគណៈកម្មការនៅក្នុងភូមិហ្នឹងក៏ជូនចំពោះគាត់ដែរ
គាត់បានទៅឋានល្អឋានសំរុំសំគូអញ្ចឹងពធទេសនាបញ្ចប់មកតើហើយខ្ញុំណាសូមអនុមោទនានេះមានចប់លេងទៀតអញ្ចឹងប៉ុណ្ណឹងណាខ្ញុំណាសាធុសាធុសាធុ